បាទសួស្តីបងនេះកំពុងតែ scan គ្រឿងបន្លាស់ជាមួយនឹងមុខងារ Kubota App បាទហើយកម្មវិធី Kubota App នេះគឺយើងមានមុខងារប្រើប្រាស់ច្រើនងាយស្រួលសម្រាប់អតិថិជន Kubota ដែលគាត់ជ្រើសរើសយកទៅប្រើប្រាស់អញ្ចឹងមានមុខងារ scan គ្រឿងបន្លាស់មុខងារវាស់ដីហើយមានមុខងារផ្សេងៗច្រើនទៀតប៉ុន្តែថ្ងៃនេះខ្ញុំសូមមកបង្ហាញជូនពាក់ព័ន្ធជាមួយនឹងការ scan ជាមួយនឹងគ្រឿងបន្លាស់សុទ្ធឬក៏คล้ายៗបាទមានបងអញ្ចឹងតោះមកទស្សនាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំបាននឹងធ្វើការបង្ហាញជូនអំពីមុខងាររបស់កម្មវិធី Kubota App អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់ប្រើប្រាស់ជាមួយនឹងកម្មវិធី Kubota App ពុកម៉ែបងប្អូនធ្វើការ download រួចហើយពុកម៉ែបងប្អូនចុចចូលជាមួយនឹងកម្មវិធី Kubota App ហើយនឹងទទួលបានទាំងអស់នេះអញ្ចឹងសម្រាប់ទាំងរូបទាំងអស់នេះគឺជាមុខងាររបស់កម្មវិធី Kubota App អញ្ចឹងគឺមានមុខងារច្រើនគឺអាច scan គ្រឿងបន្លាស់ក៏បានវាស់ដីក៏បានហើយក៏មានមុខងារផ្សេងៗជាច្រើនទៀតអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការលើកយកជាមួយនឹងមុខងារ scan គ្រឿងបន្លាស់បាទអញ្ចឹងជាដំបូងពុកម៉ែបងប្អូនធ្វើការចុចជាមួយនឹងមុខងារគ្រឿងបន្លាស់និង QR code អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចុចទៅលើមុខងារនេះហើយពុកម៉ែបងប្អូនធ្វើការយកជាមួយនឹងគ្រឿងបន្លាស់ដែលពុកម៉ែបងប្អូនចង់ដឹងថាគ្រឿងមួយនោះសុទ្ធឬក៏คล้ายៗពុកម៉ែបងប្អូនធ្វើការ scan ដាក់ឲ្យចំអញ្ចឹងមកអញ្ចឹងពេលដែលពុកម៉ែបងប្អូនចុច scan គឺនឹងធ្វើខាងផ្ទាំងហ្នឹងគឺបានលោតបង្ហាញថាគ្រឿងបន្លាស់នេះសុទ្ធរបស់ Kubota អញ្ចឹងវាមានលោតសញ្ញា tick ពណ៌ខៀវហើយសរសេរអក្សរខ្មែរដាក់ថាផលិតផលសុទ្ធហើយវាបានបញ្ជាក់ថាមានលេខកូដផលិតផលជាផលិតផលអ្វីផងដែរបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទិញគ្រឿងពីខាងអ្នកងារចាយចាយផ្សេងពុកម៉ែបងប្អូនអាចចង់ដឹងថាគ្រឿងបន្លាស់សុទ្ធខ្លាំងពុកម៉ែបងប្អូនអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលខាងក្រុមការងារគាត់បានដាក់នៅលើអេក្រង់ក៏ដូចជាអាចតាក់ទងបានតាមរយៈ page Kubota សៀងហ៊ីប្រទីមានជ័យបាទអញ្ចឹងខ្ញុំបាទសូមអរគុណសូមជម្រាបលា Kubota បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត